8 ខែដឹងមិនបានខ្ញុំហៅគាត់8 ខែអត់បងប្អូនកូនរបស់ខ្ញុំណា7 ខែបងប្អូនកើត7 ខែហើយបានតា1គីឡូ2 ខាំទេដល់7 ខែហ្នឹងគឺឈឺពោះកើតហ្មងអត់មានពេលហាត់មានអីទេហើយខ្ញុំក៏កំពុងតែធ្វើការសក់សួរគេថាឈឺពោះកើតកូនហ្នឹងមិនហើយទៅគេក៏ប្រាប់ថាឈឺរៀងធ្លាក់មកក្រោមអីអញ្ចឹងណាហើយយើងក៏អត់ចាប់អារម្មណ៍ថាយើងហ្នឹងមានគម្រោងថាកើតមុនខែអីចឹងដែរព្រោះអីទៅពេទ្យបណ្ឌិតធរខែនឹងពេទ្យអត់ដែរប្រាប់ថាមិនទេពេទ្យអត់ដែរប្រាប់ថាកូនគម្រាមកើតមុនខែអីទេគឺទៅពិនិត្យគឺល្អទាំងអស់ចឹងណាយើងក៏ទៅធ្វើការធម្មតាចឹងទៅដល់ពេលធ្វើការហើយធម្មតាបានក៏សុំមេច្បាប់កន្លះថ្ងៃចឹងណាច្បាប់កន្លះថ្ងៃហើយពេលនឹងចំពេលដែលគេកូវីដទៅបងប្អូនហើយប្តីរបស់ខ្ញុំហ្នឹងជាប់ចិត្តតល័យស័កចំនួន15ថ្ងៃទៀតហើយថ្ងៃដែលខ្ញុំឈឺពោះហ្នឹងគឺជាថ្ងៃដែលប្តីខ្ញុំត្រូវចាប់ថ្ងៃឃុំចិត្តតល័យស័កចឹងណាបងប្អូនកូនរបស់ខ្ញុំហ្នឹងឈឺពោះចាំថ្ងៃពេលប្តីខ្ញុំចេញត្រឡប់មកផ្ទះវិញហើយល្ងាចឡើងខ្ញុំហើយនឹងប្តីខ្ញុំហ្នឹងក៏ជិះម៉ូតូទៅពេទ្យចឹងណាទៅពិនិត្យមើលចឹងថាអីក៏រៀងឈឺពោះអីអញ្ចឹងណាហើយទៅដល់ពេទ្យប្រាប់ថាសបូនបើកមកកម្មអីអញ្ចឹងណាហើយគ្រូពេទ្យគាត់ថាតតចាក់ថ្នាំទប់ពេលហ្នឹងខ្ញុំទៅពេទ្យឯកជនពេទ្យដែលខ្ញុំទៅពិនិត្យពោះគាត់ត្រខែហ្នឹងហ៎ពេទ្យថាចាំមើលចាក់ថ្នាំទប់សិនអីអញ្ចឹងណាខាងនោះមានមធ្យោបាយទប់បានហើយខ្ញុំពីអ្នកប្តីខ្ញុំហ្នឹងក៏នៅសម្រាប់នៅមន្ទីរពេទ្យហ្នឹងដើម្បីចាក់ថ្នាំទប់អញ្ចឹងណាបងប្អូនគេហៅថាទប់ស្បូនហ៎ទប់ដើម្បីការពារកុំឲ្យកើតមុនខែអីអញ្ចឹងដល់ពេលហើយទប់អត់ជាប់ទេបងប្អូនខ្ញុំឈឺបាត់អញ្ចឹងណាដល់ពេលបានមកយប់ព្រឹកឡើងម៉ោង5ព្រឹកខ្ញុំធំអត់បានទេខ្ញុំឲ្យប្តីខ្ញុំហ្នឹងទៅហៅគ្រូពេទ្យទៅប្រាប់គ្រូពេទ្យថាខ្ញុំឈឺពោះខ្លាំងណាស់ធំអត់បានទេហើយគ្រូពេទ្យហ្នឹងក៏ប្រាប់ខ្ញុំឲ្យប្រាប់ប្តីខ្ញុំហ្នឹងឲ្យខ្ញុំយកខ្ញុំហ្នឹងទៅខំទៅពិនិត្យមើលម្ដងទៀតពេទ្យប្រាប់ថាអូយទប់អត់ជាប់ទេចេញក្បាលកូនមកឥឡូវហើយអញ្ចឹងណាទៅបន្ទប់សម្រាប់ជាបន្ទាន់ហើយម៉ោង5ជាងតែប្រាប់ម៉ែតែប្រាប់អីអញ្ចឹងទៅប្រាប់បងប្អូនថាធៀមសម្រាប់ធៀមអីអញ្ចឹងណាហើយពេទ្យហ្នឹងគាត់ក៏អត់មានលើកទឹកចិត្តខ្ញុំដែរគាត់ប្រាប់ថាកូនហ្នឹងមិននៅទេអត់1គីឡូ2ខាំมันអាចមានសង្ឃឹមអីចឹងទាំងកំពុងតែឈឺពោះខ្លាំងហើយយើងពិបាកចិត្តណាយើងឈឺពោះហើយយើងមកគិតនឹងពាក្យសម្ដីដែលគ្រូពេទ្យនិយាយចឹងទៀតតែយើងមានអារម្មណ៍ចឹងណានៅពេលដែលយើងកំពុងតែឈឺពោះហើយកូនជាទីស្រឡាញ់របស់យើងគឺជាកូនទី1ចឹងណាយាយបដាអត់មានទឹកចិត្តយើងទេគឺនិយាយចឹងរហូតដល់ពេលឲ្យខ្ញុំឈឺពោះចំនួន1ម៉ោង6:55នាទីខ្ញុំបានកើតកូនខ្ញុំចេញមកអញ្ចឹងណាកូនកើតមកគេបញ្ញាប់ចូលទៅបន្ទប់ចាំក្នុងកែវមន្ទីរពេទ្យហ្នឹងប្រាប់ខ្ញុំថាមន្ទីរពេទ្យរបស់គាត់ហ្នឹងគឺមានចិញ្ចឹមកូនក្នុងកាយកូនអត់គ្រប់ខែអីអញ្ចឹងណាហើយខ្ញុំគេយកពីខ្ញុំមួយថ្ងៃ50រៀលថ្លៃចិញ្ចឹមកូនថ្លៃយើងសម្រាប់ផ្សេងហើយខ្ញុំក៏យល់ព្រមពួកអីគេសិតតែមានដុកទ័រជំនាញមកពីសុខែវអីដែរអញ្ចឹងបងប្អូនហើយខ្ញុំក៏ជឿខ្ញុំអត់ដែលមានបទពិសោធន៍អត់ដែលធ្លាប់ឮពីមុនមកទេថាកូនអត់គ្រប់ខែកូនកើតអត់គ្រប់គីឡូយើងត្រូវយកទៅណាអញ្ចឹងណាខ្ញុំក៏ព្រមព្យាបាលនៅនឹងហើយអារម្មណ៍មួយក្តុកក្តួលណាបងប្អូននៅពេលដែលយើងកើតកូនមកហើយកូននៅផ្សេងម៉ែនៅផ្សេងហើយក្នុងបន្ទប់សម្រាប់របស់យើងនឹងគឺគេមានរឹងមួយហើយយើងកលែកទៅយើងអត់មានកូននៅហ្នឹងយើងទប់អារម្មណ៍បានអត់ហើយម៉ែរបស់ខ្ញុំប្តីរបស់ខ្ញុំលួងខ្ញុំគាត់អត់ឲ្យខ្ញុំយំទេព្រោះអីតែខ្សែខ្ចីអញ្ចឹងណាតែខ្សែខ្ចីគេអត់ឲ្យគិតច្រើនឲ្យយំទេប៉ុន្តែយើងជាម្ដាយបងប្អូនយើងទប់អារម្មណ៍បានអត់យើងទប់អារម្មណ៍អត់បានទេចាជុំទៅចង់និយាយថាទប់អត់បាននឹកកូនអញ្ចឹងណាហើយពេទ្យប្រឡាក់ជើងអញ្ចឹងទៀតជើងគិតដល់ពេលថ្ងៃ
ngay đây thử nhung đa ngay tranh trắng con nhưng mà toàn tranh tê cái nó phẹp cái phẹp tha con dương nó miên từng không anh trắng ấy tự đa tê bé đang phẹp tha ao dương bông tự đa cho mà ao cụ bẹt cho mà ao cụ bẹt tới ơi chương sờ bài chất nè bộ iPad ao dương cho tự đa dương tới mình này thà con nâng chơi mâm chơi ai anh trắng thà bông ồn chè ấy đập bè ấy nhưng vậy cắt cho bông ồn đang ngay tìm palแปด năng แผบ chương ថា គេ អស់ លទ្ធភាព នឹង មើល កូន យើង ហើយ ចឹង ណា គេ អស់ លទ្ធភាព នឹង មើល កូន យើង ហើយ យើង អាច គេ អាច បញ្ជូន កូន យើង ទៅ 2 មិន ទេ 8 2 ទៀត ដែល គេ អាច មាន លទ្ធភាព មើល យើង ប៉ុន្តែ គេ ក៏ អត់ ថា ហ៊ាន ទៅ និយាយ អាង ដែរ អញ្ចឹង ណា ហើយ ខ្ញុំ ក៏ មិន ទៅ យក កូន ខ្ញុំ បងប្អូន អើយ កូន របស់ ខ្ញុំ ចង់ និយាយ ថា បច្ចេកទេស នៃ ការ ចិញ្ចឹម កូន របស់ គេ នឹង គឺ អត់ មាន ស្តង់ដារ ទេ បងប្អូន យក កូន របស់ យើង ទៅ ដាក់ ក្នុង កែវ មែន ប៉ុន្តែ អត់ មាន ហុំ អត់ មាន អី កូន យើង ទេ ហើយ អត់ មាន ចោះ ទៅ យក សង ដល់ កាពះ ដើម្បី ឲ្យ យើង បញ្ចូល ទឹក ដោះ ឲ្យ គាត់ ដែរ កូន ខ្ញុំ បាក់ ទឹក ដោះ ចំនួន 7 ថ្ងៃ បងប្អូន បាក់ ទឹក ដោះ ចំនួន 7 ថ្ងៃ អត់ មាន អី ចូល ក្នុង ពោះ របស់ គាត់ ទេ គឺ ចំនួន 7 ថ្ងៃ គត់ តាំង ពី គាត់ កើត ចេញ ពី ពោះ ខ្ញុំ ទៅ ចំនួន 7 ថ្ងៃ គត់ ដែល គាត់ អត់ មាន ទឹក ដោះ ចូល ក្នុង ពោះ ទេ ខ្ញុំ ទៅ ទទួល គាត់ គឺ ដៃ ជើង របស់ គាត់ ទន់ ល្បែក អស់ ហើយ គាត់ កំរើក លែង កើត ហើយ ហើយ ថ្លឹង គីឡូ កូន ខ្ញុំ ពី 1 គីឡូ 2 ខាំ នៅ សល់ តែ 8 ខាំ ទេ កូន របស់ ខ្ញុំ ធ្លាក់ នៅ សល់ តែ 8 ខាំ ឯណា ចឹង តូច មែនតាន បងប្អូន សម័យ គិត មើល ទៅ ថា 8 ខាំ 8 ខាំ ខ្លួន បង គាត់ ប៉ុណ្ណា មុខ របស់ គាត់ ប៉ុណ្ណា ចឹង ខ្ញុំ ក៏ ទៅ សម្រេច ចិត្ត យក កូន របស់ ខ្ញុំ បញ្ជូន ទៅ ពេទ្យ កុមារ ជាតិ ទៅ ដល់ ដុកទ័រ គេ ច្រើន មក ទទួល មក មើល កូន ខ្ញុំ ចឹង ណា ហើយ មាន ដុកទ័រ ម្នាក់ គាត់ បាន ប្រាប់ គ្រួសារ ខ្ញុំ ថា នៅ មាន សង្ឃឹម ចឹង ណា បងប្អូន ចា៎ នៅ មាន សង្ឃឹម កូន នឹង នៅ មាន សង្ឃឹម អញ្ចឹង នេះ ជា ភាគ ទី 1 ដែល ខ្ញុំ និយាយ ពី កូន ខ្ញុំ ចឹង ណា បងប្អូន